តើអ្នកទាំងអស់គ្នាធ្វើម៉េចបើសិនជាអ្នកទាំងអស់គ្នាដឹងថាអ្នកទាំងអស់គ្នានឹងបានចាប់កំណើតឡើងវិញនៅក្នុងហ្គេមដែលអ្នកទាំងអស់គ្នានឹងបានលេងហើយគឺជាតួអង្គចិត្តអាក្រក់ដែលមនុស្សគ្រប់គ្នានឹងស្អប់ចង់សម្លាប់គ្រប់ពេលតែម្ដងទោះបីជាអ្នកទាំងអស់គ្នាបានធ្វើល្អដល់កម្រិតណាក៏ដោយក៏មនុស្សគ្រប់គ្នានឹងនៅតែគិតថាអ្នកទាំងអស់គ្នានឹងគឺមានគំនិតក្នុងការធ្វើអ្វីដ៏អាក្រក់មួយជាមិនខានសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សម្រាយដើម្បី Apartment តែលើកនេះរៀនថ្មីប្លែកតិចគឺ admin ចូលមកសម្រាយ manga វិញម្ដងតែ manga ហ្នឹងគឺមានឈ្មោះថា Resurrected as the Most Hated Villain ឬក៏បកប្រែជាខ្មែរវិញថាខ្ញុំចាប់ជាតិឡើងវិញគឺជាតួអង្គចិត្តអាក្រក់ដែលគួរឲ្យស្អប់បំផុតនិយាយទៅសាច់រឿងគេហ្នឹងយើងមិនបាច់ចាំស្មានឲ្យច្រើនទេស្ដាប់តែចំណងជើងគឺដឹងហើយហើយសាច់រឿងមួយហ្នឹងគឺតាក់ចិត្តឲ្យមានខ្លាំងមែនទែនដោយសារតែភាព smooth នៃសាច់រឿងរបស់វានិយាយទៅគឺអត់និយាយរញ៉ៃអីច្រើនទេចាប់ផ្ដើមហើយបញ្ចប់យកតែម្ដងគឺ smooth សាហាវហ្មងសាច់រឿងហ្នឹងទើបធ្វើឲ្យមានសម្រេចចិត្តថាយក manga ហ្នឹងយកមកសម្រាយឲ្យអ្នកទាំងអស់គ្នាស្ដាប់ដោយសារតែវាជា manga ទី1ដែលមានសម្រាយចឹងហើយមានចង់ទទួលបានយោបល់ខ្លះពីអ្នកទាំងអស់គ្នាមិនថាអ្នកទាំងអស់គ្នាគិតបែបម៉េចទេជួយតម្លាក់ comment admin ដឹងផងថាតើការសម្រាយផុតមានហ្នឹងគិតថាមិនដែរតែកុំបាច់ឈឺពេកadmin រៀងកូនកណ្ដោតូចតិចតួចដែរពេលខ្លះរៀង emotional damage ចឹងហើយកុំបាច់ឈឺពេកហើយឥឡូវនេះយើងចូលសាច់រឿងរបស់យើងមកចាប់ផ្ដើមសាច់រឿងដំបូងគេបានបង្ហាញយើងឃើញថាមានរទេះរបស់ព្រះនាងម្នាក់កំពុងតែឡោមព័ទ្ធទៅដោយឆ្កែចចកមួយវងធំត្រូវពេលហ្នឹងបរិបទពាក់វ៉ែនតាមម្នាក់គឺបានចេញមកប្រាប់ពួកគេឲ្យប្រញាប់ក្នុងការជំនះខ្លួនតែគាត់គឺបានប្រទះឃើញបរិបទម្នាក់ដែលមានសក់ពណ៌ប្រាក់និងអាវធំពណ៌ខ្មៅពេញមួយតួខ្លួនហើយគាត់គឺបានលន់មាត់ថា La Belia បន្ទាប់ពីឃើញបរិបទម្នាក់ហ្នឹងហើយគាត់គឺដឹងច្បាស់ហ្មងថាជីវិតរបស់ពួកគេទាំងអស់គ្នានឹងប្រកាសជាចាប់ជាមិនខានហើយបរិបទសក់ពណ៌ប្រាក់ម្នាក់ហ្នឹងក៏អត់នៅចាំយូរដែរគាត់គឺបានដក Grimoire របស់គាត់ចេញមកហើយសូត្រនៅពាក្យមន្តអាគមថា Infernal Cycle ដែលជា skill ធាតុភ្លើងដ៏ខ្លាំងមួយទៅឡោមព័ទ្ធប្រទេសមួយហ្នឹងហើយជាមួយនឹង skill ភ្លើងមួយហ្នឹងដែរគឺបានបណ្ដេញពួកចចកមួយវងហ្នឹងចេញបានដោយជោគជ័យដូចគ្នាតែបើនិយាយទៅអាប៉ែហ្នឹងមុខស្អាតតែមាត់ឆ្កែនិយាយទៅមាត់អាប៉ែហ្នឹងគឺមាត់អាក្រក់ខ្លាំងមែនតើគាត់តែគេស្លឹកមើលតិចតួចហ្នឹងបែរជាមកសួរគេថាណារុហើយស្លឹកមើលពីរបស់កាច់ស្អីតែធានម្នាក់ហ្នឹងក៏បានសួរគាត់ដែរថាតើគាត់ហ្នឹងគឺមានតំណែងតំណងអីជាមួយនឹងពពួក Rebel តែអាប៉ែសក់ពណ៌ប្រាក់ហ្នឹងស៊ីនចោលអត់ reply ហើយបាននិយាយថាបិទចំពោះហើយផឹកវាទៅហើយនេះជា potion ដែលយើងបានបង្កើតវាជាមួយនឹងរូបមន្តសម្ងាត់វាគឺមានប្រយោជន៍ច្រើនជាងពួក highly heal potion នឹងឆ្ងាយប្រញាប់ផឹកវាបាត់ហើយនិយាយទៅពួកទាហានហ្នឹងគឺរៀនស្ទាក់ស្ទើរមិនហ៊ានឲ្យទាហានដែលមានរបួសនឹងផឹកមកទេតែនៅពេលដែលទាហានម្នាក់ហ្នឹងគឺបានផឹក potion ហ្នឹងហើយរបួសដែលត្រូវបានចចកខាំហ្នឹងគឺចាប់ផ្ដើមជាសះស្បើយវិញភ្លាមតែម្ដងនិយាយទៅគឺពិតជាល្អដែលប៉ែហ្នឹងនិយាយមែនស្របពេលហ្នឹងពេលនាងម្ចាស់ដែលនៅក្នុងរទេះបានចេញមកអរគុណគាត់នៅអ្វីដែលគាត់បានជួយពួកគេតែអាប៉ែហ្នឹងគឺនៅតែមាត់ឆ្កែដែលប្រាប់ថាស្ទប់អាពីអរគុណហ្នឹងទៅវិញឲ្យបាត់ទេខ្ញុំធ្វើអ្វីដែលខ្ញុំចង់ធ្វើទេគ្រាន់តែធ្វើដើម្បីការអត់ស្លាប់តែប៉ុណ្្នឹងហើយមានសុំប្រាប់តិចអាប៉ែពាក់វ៉ែនតាហ្នឹងឈ្មោះថាជឺលីហើយចំណែកពាក់ពនាងហ្នឹងឈ្មោះថារ៉ែនស្របពេលហ្នឹងអាប៉ែជឺលីហ្នឹងបានចូលមកខាត់ព្រះនាងហើយចូលមកពាំងពីមុខព្រះនាងហើយគាត់ក៏បានសួរទៅកាន់អាប៉ែសក់ពណ៌ប្រាក់ហ្នឹងដែរថាតើអាប៉ែឯងហ្នឹងគឺជា arrogant magician មែនហើយមានសម្រាប់តិចពាក្យថា arrogant ហ្នឹងគឺចង់សំដៅទៅលើមនុស្សដែលមានភាពឆ្មាំឆ្មៃឬក៏មនុស្សខ្មើបហ្នឹងឯងហើយគាត់ក៏បានសួរទៀតដែរថាតើអបិសពប្រាក់ឯងហ្នឹងមានគោលបំណងអីប្រកបគាត់ទៅលើពាក្យថា arrogant magician ភ្លាមពួកទាហានទាំងអស់ចាប់ផ្ដើមទីដាយកមកភ្ជុំគាត់ភ្លាមតែម្ដងនិយាយទៅពួកគេគឺអាចអនុញ្ញាតឲ្យព្រះនាងម្ចាស់របស់ពួកគេហ្នឹងធ្លាក់នៅក្នុងស្ថានភាពគ្រោះថ្នាក់បានទេហើយអបិជីលៀងវិញគឺបានចាប់ដៃព្រះនាងឡើងទៅសេះឲ្យទៅប្រូចតែម្ដងអត់មានចាំអបិសពប្រាក់នឹងបកស្រាយអីតិចសោះហ្មងហើយស្របពេលហ្នឹងអបិសពប្រាក់ហ្នឹងគឺបានហៅកូនទាហានម្នាក់ចូលមករកគាត់លក្ខណៈថាកូនទាហានតូចម្នាក់ផ្លែតហើយហ្នឹងទៅខាងលិចទៅនៅទីក្រុងមួយហ្នឹងគឺមានពួកអត់ប្រយោជន៍ខ្លះដែលតាំងខ្លួនធ្វើជាវរៈបុរសនិយាយទៅពួកអត់ខូអស់ហ្នឹងចូលចិត្តណាស់រឿងជួយគេជួយឯងហ្នឹងនិយាយទៅដល់កន្លែងហ្នឹងទៅពួកគេនឹងជួយការពារប្រនាងរបស់ពួកឯងហើយតែមើលមុខកូនទាហានម្នាក់ហ្នឹងលក្ខណៈថាអត់ដឹងថាមូលហេតុអីបានអាប៉ែហ្នឹងជួយពួកគេហើយបើនិយាយទៅគ្នាភ័យសឹងទៅលិចនោមហើយមកសួរគាត់តប៉ែធ្វើអីហ្នឹងបិទជាបែបរបស់ហែងទៅបើសិនជាហែងមិនស្ដាប់យើងទេប្រកាសណាស់ព្រះរាជម្ចាស់របស់ហែងនឹងជួបការស្លាប់ជាពិតប្រាកដតែម្ដងឥឡូវហ្នឹងយល់នៅបើយល់ហើយទៅប្រាប់ល្អិតមុខងាប់ហ្នឹងទៅនិយាយទៅអាប៉ែហ្នឹងគឺពិតជាវត្តឆ្កែខ្លាំងមែនតែម្ដងកាត់ចូលដល់ព្រះនាងដែលនៅក្នុងរទេះសេះហ្នឹងវិញនាងគឺអត់យល់ហ្មងថាមិនក៏អ្នកគ្រប់គ្នានឹងដូចជាខ្លាចអបិសពប្រាក់ហ្នឹងហ្មងហើយមូលហេតុហ្នឹងគឺដោយសារតែអបិសពប្រាក់ហ្នឹងគឺជាតួអង្គចិត្តអាក្រក់ដែលល្បីបំផុតនៅក្នុងប្រវត្តិសាស្ត្រតែម្ដងហើយហាសនារបស់គាត់ហ្នឹងគឺ arrogant magician ដែលមានឈ្មោះថា Lobelia Crowley តែមានអត់ច្បាស់ណាស់ថាមានបញ្ចេញសម្លេងឈ្មោះអបិហ្នឹងត្រូវអត់និយាយទៅអបិហ្នឹងគឺជាសិស្សឆ្នើមបំផុតនៅក្នុងសាលាវេទមន្តហើយគាត់គឺតែងតែប្រើប្រាស់ធម៌ពលវេទមន្តដ៏មហិមារបស់គាត់ហ្នឹងគឺដើម្បីសម្រេចគោលបំណងផ្ទាល់ខ្លួនរបស់គាត់ហើយនឹងចូលចិត្តធ្វើបាបមនុស្សនិយាយទៅគឺមានមនុស្សជាច្រើនដែលត្រូវបាត់បង់ផ្ទះសម្បែងនិងអាយុជីវិតដោយសារគាត់ហើយអបិហ្នឹងគឺស័ក្តិសមនឹងការហៅថាជាបិសាចច្រើនជាងទៅនិយាយទៅអបិជានេះហ្នឹងគឺបានប្រាប់ព្រះនាងដែរថាកុំឲ្យទៅពាក់ព័ន្ធជាមួយនឹងអបិសក់ពណ៌ប្រាក់ហ្នឹងទៀតអប
ពាក់ឡាបេរៀនឹងទៀតតែបើនិយាយទៅពេលនេះម្ចាស់រ៉ែនហ្នឹងនៅតែយកចឹងថាមិនក៏គេហ្នឹងមកជួយពួកយើងទាំងដែរបើសិនជាចាប់ពួកយើងយកទៅឲ្យពួក rebel ហ្នឹងវាមិនមានផលប្រយោជន៍ចំពោះគាត់ជាងទេហើយពាក់ជីរៀនហ្នឹងក៏បានប្រាប់ថាសម្រាប់គាត់គឺអត់សូវដឹងតាក់ទងជាមួយនឹងអាការគិតរបស់មនុស្សដែលឈួតនឹងអាការរៀនវេទមន្តខ្មៅដូចជាគាត់នឹងបាននេះតែសម្រាប់ការគិតរបស់ពេលនេះម្ចាស់រ៉ែនវិញនាងគឺគិតថាអាពាក់ឡាបេរៀហ្នឹងគឺខុសគ្នាដាច់ស្រឡះមកជាមួយនឹងព្រះបិតារបស់ព្រះនាងតែត្រូវបានគេធ្វើខៀបដោយសារតែភាពផ្ដាច់ការផ្លូវត្រង់និយាយទៅនាងគឺមើលអត់ឃើញសំងពីភាពអាក្រក់ដែលនៅក្នុងខ្លួនប្រពាក់ហ្នឹងតែមើលមិនឃើញលោកបាទខ្លួនឯងហ្នឹងឡើយតែងប់ក្បាលមួយគេងើបបុកមួយរួចនិយាយទៅហៅតែគ្នាប្រុសស្អាតទោះបីជាធ្វើមិនក៏ដោយសម្ដីឆ្កែតិចក៏ដោយក៏នៅតែមានអ្នកស្រឡាញ់ដែរស្របពេលហ្នឹងដែរមានកូនធានម្នាក់ដែរអាពាក់ឡាបេរៀនហ្នឹងបានណែនាំហ្នឹងចូលខ្លួនមកសុំនិយាយជាមួយនឹងពួកគេដោយធ្វើការបង្វែរទិសដៅទៅកាន់ទីក្រុងដែលនៅទៅខាងលិចហ្នឹងដើម្បីសូមឲ្យពួក Legendary Knight ហ្នឹងជួយពួកគេជិះជាងដែលពួកគេហ្នឹងចេះតែធ្វើដំណើរដោយគ្មានគម្រោងឬក៏ផែនការអីសោះតែបើនិយាយទៅកូនធានម្នាក់ហ្នឹងគឺបាននិយាយថាយោបល់មួយហ្នឹងគឺបានមកពីអាពាក់ឡាបេរៀនហ្នឹងបកមកក្រោយបន្តិចនៅពេលដែលអាពាក់ឡាបេរៀនហ្នឹងបានហៅកូនធានម្នាក់ហ្នឹងគ្នាគិតថាចេះអើយអញប្រកាសជាងាប់ប្រើពាក់ហ្នឹងជាមិនខានតែបើនិយាយទៅបើសិនជាពេលហ្នឹងអាពាក់ហ្នឹងអត់បង្ហាញខ្លួនទេពួកគេទាំងអស់គ្នាប្រកាសជាស្លាប់ជាមិនខានហើយទោះបីជាពួកគេទាំងអស់គ្នាហ្នឹងយកដៃយកទៅភ្ជុំជាមួយគាត់យ៉ាងណាក៏ដោយក៏គាត់នៅតែគិតខ្វាយខ្វល់អំពីសុខភាពរបស់ពួកគេដែរហើយកូនធានម្នាក់ហ្នឹងគឺបានគិតថាមើលទៅអាពាក់ឡាបេរៀនហ្នឹងប្រហែលជាមិនមែនជាមនុស្សអាក្រក់ដូចពាក្យចចាមអារាមតែគេនាំគ្នាបាននិយាយអំពីគាត់ទេតាមមើលហើយឥឡូវនេះយើងចូលមកកាន់អាពាក់ឡាបេរៀនហ្នឹងវិញម្ដងនិយាយទៅឈ្មោះពិតរបស់គាត់ឈ្មោះថាសេតូអារីម៉ាគាត់មានអាយុ23ឆ្នាំជាបុគ្គលិក part time នៅហាងមួយកន្លែងហើយគាត់ក៏ជាមនុស្សដែលងប់នឹងហ្គេមមួយរូបដែរតែបើនិយាយទៅគាត់គឺអត់នឹកស្មានហ្មងថាគាត់នឹងចាប់កំណើតជាតួអង្គដែលនៅក្នុងហ្គេមដែលគាត់បានលេងហើយអ្វីដែលសំខាន់នោះគឺជាតួអង្គចិត្តអាក្រក់ទៀតនិយាយទៅហ្គេមដែលគាត់បានលេងហ្នឹងគឺមានឈ្មោះថា The Classic Fantasy RPG ឬក៏អាចហៅថា Arcadia Fantasy វាគឺជាហ្គេមដ៏ល្បីមួយដែលគេលេងតាមទូរស័ព្ទហើយក៏ជាហ្គេមដែលលក់ដាច់បំផុតដូចគ្នាសាច់រឿងនៅក្នុងហ្គេមហ្នឹងគេគឺចង់និយាយអំពីតួអង្គឯកម្នាក់ដែលបានភ្ញាក់ឡើងនៅពរជ័យដែលបានមកពីអណ្ដាតភ្លើងនៃភាពក្លាហានបានប្រើដាវរបស់គាត់ជាមួយនឹងមិត្តរួមក្រុមស្រីៗរបស់គាត់ហ្នឹងដើម្បីជួយសង្គ្រោះពិភពលោកហើយឈ្មោះរបស់តួអង្គឯកម្នាក់ហ្នឹងឈ្មោះថាRehab ដែលជាបរិសុទ្ធក្មេងម្នាក់ដែលត្រូវបានជ្រើសរើសជាវីរបុរសដោយពិធីសាសនាមួយកន្លែងនិយាយទៅតួវីរបុរសអ្នកនរគ្នាគួរតែដឹងហើយថាមានមនុស្សស្រីៗជាច្រើនតាមលងស្រឡាញ់គាត់កន្លែងហ្នឹងមានបាច់និយាយគេយើងដឹងដែរហើយចង្រៃអីតាពាក់សេតូហ្នឹងចាប់ជាតិជាអីមិនចាប់ជាតិជាតួចិត្តអាក្រក់ដែលគេស្អប់បំផុតទៅវិញនិយាយទៅក្នុងចំណោមតួចិត្តអាក្រក់ទាំង12ដែលខ្លាំងជាងគេបំផុតហ្នឹងគាត់គឺជាប់ចំណាត់ថ្នាក់លេខ1តែម្ដងដែលត្រូវបានគេស្អប់បំផុតហើយជំនាញផលអាប៉ែឡាបេរៀហ្នឹងគឺជាជំនាញមួយក្នុងការសិក្សាស្រាវជ្រាវវេទមន្តខ្មៅហើយអាប៉ែឡាបេរៀហ្នឹងគឺពិតជាស្ទាត់ជំនាញនឹងវេទមន្តខ្មៅនឹងខ្លាំងមែនតើតាមពិតទៅចរិតគាត់គឺមិនមែនមាត់ឆ្កែអញ្ចឹងទេតែដោយសារតែគាត់ស្ថិតនៅក្នុងលោករាជកាយផលអាប៉ែឡាបេរៀហ្នឹងគឺទើបធ្វើឲ្យគាត់ហ្នឹងនិយាយចេញមកគឺចេញជាសម្ដីមាត់ឆ្កែហ្មងតែអ្វីដែលសំខាន់ជាងនឹងទៅទៀតនោះគឺនៅចុងបញ្ចប់នៃសាច់រឿងតួអង្គឡាបេរៀហ្នឹងគឺត្រូវបានស្លាប់អញ្ចឹងហើយគាត់គឺអត់ចង់ស្លាប់ដូចជាតួអង្គហ្នឹងទេអញ្ចឹងហើយគាត់ត្រូវតែរកវិធីដោះស្រាយធ្វើម៉េចកុំឲ្យគាត់ស្លាប់តាមមួយតួអង្គមួយហ្នឹងក៏ជាតួអង្គដែលគាត់ចូលចិត្តបំផុតដូចគ្នាអញ្ចឹងហើយគាត់ចង់ឲ្យតួអង្គដែលគាត់ចូលចិត្តហ្នឹងទទួលបាន happy ending ច្រើនជាងការស្លាប់តែមានតែគាត់ទេណាដែលចាប់ទុកតួអង្គហ្នឹងជាតួអង្គពិសេសព្រោះថា player ទាំងអស់គិតថាគាត់ហ្នឹងគឺជាតួអង្គពិសេសដែលអស័ក្តិសមនឹងស្លាប់ដូចគ្នាតែគេមានមូលហេតុនៅពីខាងក្រោយសាច់រឿងមួយហ្នឹងរឿងហ្នឹងគួរតែចាប់ផ្ដើមនិយាយអំពីសង្គ្រាមដ៏ធំមួយរវាងមនុស្សនិងពួកអារក្សអាប៉ែឡាបេរៀហ្នឹងគឺបានកើតនៅក្នុងភូមិដ៏តូចមួយដែលស្ថិតនៅក្នុងតំបន់ព្រំដែនដែលជាប់ជាមួយនឹងតំបន់សង្គ្រាមរវាងមនុស្សនិងអារក្សមួយហ្នឹងហើយគាត់គឺរស់នៅជាមួយនឹងឪពុកដែលឈឺធ្ងន់ម្នាក់និងប្អូនស្រីម្នាក់ឈ្មោះថាអេរឺពួកគេទាំង3នាក់រស់នៅយ៉ាងមានភាពរីករាយទោះបីជាពួកគេស្ថិតនៅក្នុងភាពក្រីក្រក៏ដោយដោយសារតែគាត់នៅក្មេងពេកគាត់គឺតែក្រការងារអីធ្វើផ្សេងបានទេចឹងហើយទើបបង្ខំឲ្យគាត់ហ្នឹងធ្វើជាចៅដើម្បីលួចប្រាក់អ្នកដទៃនិយាយទៅគាត់គឺអត់ដឹងថាគួរតែនិយាយប្រាប់ឪពុកគាត់ថាម៉េចទេតែស្រាប់ពេលហ្នឹងគាត់គឺបានប្រទះឃើញបិសាចមួយនិយាយទៅគាត់យល់អំពីភាពខុសខើនៃពិភពលោកមួយហ្នឹងតែគាត់គឺនៅតែចិត្តអត់ដាច់ជាងក្នុងការបោះបង់បិសាចហ្នឹងឲ្យដេកស្លាប់នៅហ្នឹងនិយាយទៅគាត់គឺបានសម្រេចចិត្តថាជួយទៅកាន់បិសាចម្នាក់ហ្នឹងប៉ុន្តែគាត់ដឹងថាការជួយប៉ាប៉ែហ្នឹងគឺបានបង្កវិនាសកម្មដ៏ធ្ងន់ធ្ងរសម្រាប់គាត់កងទ័ពដែលមកជាមួយនឹងបិសាចម្នាក់ដែលគាត់បានជួយហ្នឹងគឺបានចាប់ផ្ដើមបំផ្លិចបំផ្លាញភូមិស្រុករបស់គាត់ពួកគេគឺបានសម្លាប់មនុស្សប្រុសហើយនឹងនាំក្មេងៗនិងមនុស្សស្រីយកទៅលក់ធ្វើទៅជាទេសកលនៅក្នុងកំឡុងពេលដែលគាត់នៅក្នុងគុកហ្នឹងគាត់គឺបានស្ដីបន្ទោសឲ្យខ្លួនឯងខ្លាំងមែនទែនហើយគាត់ក៏បានទទួលទរណកម្មខ្លាំងមែនទែនលក្ខណៈថាដូចជានៅនរកអញ្ចឹងតែទេវតាក៏បានផ្ដាច់ផ្លូវរបស់គាត់ធ្វើនឹងដែរទីបំផុតគាត់គឺបានរកឃើញ
ឱកាសដើម្បីប្រាច់ចង្វាក់រត់ចេញទៅខាងក្រៅបានសម្រេចស្របពេលហ្នឹងគាត់គឺបានរត់ទៅបុកមនុស្សប្រុសដ៏ចិត្តល្អម្នាក់ហើយមនុស្សប្រុសម្នាក់ហ្នឹងដែរគឺជាអភិជនជាន់ខ្ពស់មួយរូបក្នុងតកូរក្រឡីដោយសារតែពួកគេគឺអត់មានកូនណាមួយពួកគេគិតថាវាគឺជានិស្ស័យផងពួកគេគឺបានយកគាត់ធ្វើជាកូនចិញ្ចឹមក្នុងនាមជាអនាគតអ្នកគ្រប់គ្រងគ្រួសារធំគាត់គឺទទួលបានការបណ្ដុះបណ្ដាលជាច្រើនត្រឹមតែអាយុ12ឆ្នាំឯណាគាត់គឺទទួលបានឱកាសក្នុងការចូលទៅសិក្សានៅសាលា Grand Chariot Magical Academy នៅក្នុងសាលាអបិលាបេរៀនហ្នឹងគឺជាសិស្សដែលមានដងខ្លាំងបំផុតតែម្ដងតែនៅពេលដែលមានក្មេងប្រុសម្នាក់បានសុំសិភៅដែលគាត់មើលហ្នឹងដើម្បីយកទៅមើលបន្តពេលដែលគាត់មើលរួចរាល់ហ្នឹងណាអបិហ្នឹងគឺបានស្ទុះទៅវាយក្មេងប្រុសម្នាក់ហ្នឹងយកតែម្ដងនិយាយទៅបន្ទោសគាត់ពេកក៏មិនបានព្រោះថាដោយសារតែអ្វីដែលគាត់បានជួបប្រទះកាលពីក្មេងហ្នឹងណាវាធ្វើឲ្យគាត់ហ្នឹងគឺអាចបំភ្លេចបានទេហើយវាធ្វើឲ្យគាត់ហ្នឹងគឺអាចត្រឡប់ទៅរកជាក្មេងប្រុសដែលស្លូតត្រង់ដូចពីមុនបានទេនិយាយទៅពីមួយថ្ងៃទៅមួយថ្ងៃភាពហិង្សារបស់គាត់ហ្នឹងវាកាន់តែកើនឡើងរហូតតែម្ដងពីបញ្ចប់ថ្ងៃនៃការបញ្ចប់ការសិក្សារបស់គាត់គឺបានមកដល់ហើយគាត់គឺពិតជារំភើបចិត្តខ្លាំងមែនទែនពីព្រោះថាគាត់គឺបានជាប់នៅក្នុងសិស្សដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតប្រចាំថ្នាក់តែការសប្បាយចិត្តរបស់គាត់ក៏មិនបានយូរដែរការឈឺចាប់ដ៏ធំបំផុតក្នុងឆាកជីវិតគាត់បានមកដល់ទៀតហើយឪពុករបស់គាត់គឺបានកាត់ការគាត់ចោលពីព្រោះថាភាពអសិលធម៌របស់គាត់ហ្នឹងគឺវាកើនឡើងខ្លាំងពេកចឹងហើយគាត់គឺត្រូវបានឪពុកដែលគាត់ស្រឡាញ់បំផុតហ្នឹងបានបណ្ដេញគាត់ចេញពីគ្រួសារដោយសារតែភាពខុសខើក្នុងឆាកជីវិតដែលគាត់បានជួបប្រទះហ្នឹងហើយទើបធ្វើឲ្យគាត់ហ្នឹងប្រែក្លាយទៅជាបែបហ្នឹងនៅថ្ងៃមួយគាត់គឺបានជួបជាមួយនឹងក្រុមរបស់វីរៈបុរសនិយាយទៅគាត់គឺបានប្រយុទ្ធជាមួយនឹងពួកគេអស់រយៈពេល2ថ្ងៃមួយយប់តែជាចុងក្រោយដោយសារតែគាត់គឺមានតែម្នាក់ឯងគាត់គឺត្រូវបានចាញ់នៅក្នុងសង្គ្រាមមួយហ្នឹងតែពួកគេគឺអត់បានសម្លាប់គាត់ទេពួកគេគឺបានទុកឱកាសឲ្យគាត់ជ្រើសរើសផ្លូវដើរសារជាថ្មីដោយសង្ឃឹមថាគាត់គឺអាចនឹងប្រែក្លាយទៅជាមនុស្សល្អឡើងវិញតែគាត់គឺអត់ព្រមបញ្ចប់ត្រឹមប៉ុណ្្នឹងទេកម្លាំងនៃមិត្តភាពឈួតឡប់ស្អីអស់ហ្នឹងគាត់គឺអត់ដែរយល់ទេហើយគាត់ក៏អត់ជឿជាក់ទៅលើរឿងទាំងអស់ហ្នឹងដែរហើយគាត់គឺស្បត់ជាមួយនឹងខ្លួនឯងហ្មងថាគាត់គឺនឹងតាមចាត់ការអបិនឹងដល់ថ្ងៃស្លាប់តែម្ដងអបិឡាបេរៀនហ្នឹងគឺសន្យានឹងខ្លួនឯងហ្មងថានឹងធ្វើឲ្យអបិ hero ហ្នឹងស្គាល់នៅរសជាតិនៅអ្វីដែលអាក្រក់បំផុតតែម្ដងពីមួយថ្ងៃទៅមួយថ្ងៃឡាវេរៀនហ្នឹងកាន់តែខ្លាំងឡើងតែទោះបីជាយ៉ាងណាក៏ដោយគាត់គឺនៅតែអត់អាចយកឈ្នះអបិ Reinhardt នឹងដដែលហើយជាចុងក្រោយរបស់គាត់ហ្នឹងគាត់គឺបានចូលរួមជាមួយនឹងក្រុមរបស់ស្ដេចបិសាចដែលធ្លាប់បានមកកំទេចគុំស្រុករបស់គាត់ពីមុនជាថ្មីម្ដងទៀតគាត់ត្រូវបានក្បត់ម្ដងទៀតដោយពួកក្រុមស្ដេចបិសាចហ្នឹងបានដាក់បណ្ដាសាដែលធ្វើឲ្យគាត់ហ្នឹងចោះទុនខ្សោយហើយគាត់ក៏បានជួបពួកក្រុមរបស់ hero របស់អបិ Reinhardt ហ្នឹងនៅពេលដែលអបិ Reinhardt ហ្នឹងចូលខ្លួនមកសម្លាប់ស្ដេចបិសាចចំណុចហ្នឹងក៏ជាចំណុចចុងក្រោយនៃជីវិតរបស់គាត់ដូចគ្នាចុងក្រោយអបិ Reinhardt ហ្នឹងគឺបានចាក់សម្លាប់គាត់នៅកន្លែងហ្នឹងតែស្ទើរតែខ្សែរឿងនៅត្រង់ហ្នឹងហើយដែលធ្វើឲ្យ player ដែលធ្លាប់តែសោកគាត់ពីមុនហ្នឹងប្រែជាមកចូលចិត្តគាត់វិញតែសម្រាប់ការគិតរបស់អបិ Reinhardt វិញគឺគិតថាគាត់គឺជាបិសាចដែលមិនអាចកែខ្លួនបាននិយាយទៅអបិ Reinhardt គឺបដិសេធក្នុងការជឿទៅលើរឿងខ្សែជីវិតរបស់គាត់តែម្ដងនិយាយទៅនៅពេលដែលគាត់បានចាប់ជាតិជាអបិឡាបេរៀនហ្នឹងហើយទើបគាត់យល់ពីអារម្មណ៍នៃភាពឯកានិងពោពេញទៅដោយភាពក្បត់ជាមួយនឹងការស្លាប់ដែលមិនដែលទទួលបានសូម្បីតែក្តីស្រឡាញ់បន្តិចបន្តួចពីអ្នកដទៃគាត់គឺអត់សុខចិត្តទេថាឲ្យអបិហ្នឹងត្រូវស្លាប់ដោយបែបហ្នឹងនិយាយទៅគាត់ត្រូវតែធ្វើរឿងមួយឲ្យបានតែម្ដងក្នុងនាមគាត់ Seto Arima នឹងធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងโลกវិញហ្នឹងទទួលស្គាល់អបិឡាបេរៀនវិញឥឡូវនេះសាច់រឿងក្នុង chapter ទី1របស់យើងគឺបានចប់ត្រឹមប៉ុណ្្នឹងហើយតែបងមិនមានគិតថាបើសិនជាខ្លីពេកធ្វើពី chapter ចូលគ្នាហ្មងតែមើលទៅ10នាទីជាងដែរវាមិនជាខ្លីពេកបានទេអញ្ចឹងហើយមានគិតថាត្រឹមប៉ុណ្្នឹងសិនបានហើយដើម្បីឲ្យមានឱកាសធ្វើអា chapter ទី2ផុសឲ្យបានច្រើនដងតិចកុំឲ្យផុសម្ដងស្ងាត់ឆឹងអញ្ចឹងគីឡូអ្នកទាំងគ្នាឆាំយូរអញ្ចឹងធ្វើម្ដងមួយ chapter សិនបានហើយចាំមើល chapter ណាខ្លីចាំធ្វើពី chapter បញ្ចូលគ្នាចឹងហើយពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានគ្រប់គ្រងការសម្រាយ admin ហើយកុំភ្លេចចេះជួយប្រាប់ admin ផងថាការសម្រាយ admin មួយហ្នឹងវាមិនដែរល្អឬអាក្រក់កុំភ្លេចជួយ comment ប្រាប់នៅខាងក្រោមផងព្រោះថាការសម្រាយមួយហ្នឹងគឺ admin លះបង់ខ្លាំងណាស់មិនធម្មតាទេតែ admin ដាក់ចិត្តដាក់កាយធ្វើហ្មងហើយដូចគ្នាដែរបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តការសម្រាយ admin គឺកុំភ្លេចជួយឲ្យមេដៃម្នាក់មួយផងហើយបើសិនជាអត់ទាន់បានចុច subscribe ទេកុំភ្លេចជួយចុច subscribe លើ channel admin ផងហើយកុំភ្លេចជួយចុចរូបសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗផង admin ពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានគ្រប់គ្រងការសម្រាយផង admin កន្លងមកadmin សូមជម្រាបលាត្រឹមប៉ុណ្្នឹងសិនហើយបាយបាយ